កិច្ចប្រជុំប្រចាំត្រីមាសទី3របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹង Gender ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹង Gender GBV ខេត្តកំពង់ចាមប្រចាំត្រីមាសទី3និងលើកទិសដៅបន្តត្រីមាសទី4ឆ្នាំ2025ក្រោមអធិបតីភាពលោកជំទាវប៉ាងដានីអភិបាលរងខេត្តនិងជាប្រធានក្រុមការងារ GBV និងលោកជំទាវអៀងវ៉ានីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញខេត្តរដ្ឋបាលក្រុងស្រុកនិងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបទៀតផងដែរលោកជំទាវប៉ាងដានីអភិបាលរងខេត្តកំពង់ចាមបានថ្លែងថាគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរិះរកអំពីបញ្ហាប្រឈមរបស់ក្រុមការងារនិងទិសដៅលើកកម្ពស់និងពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីនិងក្មេងស្រីប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹង Gender គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារការរំលោភបំពានផ្លូវភេទនិងការជួញដូរស្ត្រីនិងកុមារជាដើមជាពិសេសនៅតាមបណ្ដាក្រុងស្រុកទាំង10របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹង Gender ថ្នាក់ខេត្តត្រូវមានកិច្ចសហការល្អជាមួយមន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង Gender បានទាន់ពេលវេលាបន្ទាប់ពីពិភាក្សានិងពិនិត្យទៅលើរបាយការណ៍សម្រាប់ត្រីមាសកន្លងមករួចលោកជំទាវប៉ាងដានីអភិបាលរងខេត្តក៏បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានសហការអនុវត្តសកម្មភាពការងារបានល្អប្រសើរដោយមានការយកចិត្តទុកដាក់និងផ្ដល់សេវាជួយដល់ជនរងគ្រោះបានជាច្រើនរូបទៀតផងដែរលោកជំទាវប៉ាងដានីអភិបាលរងខេត្តក៏បានជំរុញដល់ក្រុមការងារសូមបន្តសហការនឹងការអនុវត្តការងារនេះបន្ថែមទៀតនិងត្រូវបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធនិងអង្គការដៃគូដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាលរបស់ក្រុមការងារ GBV ថ្នាក់ខេត្តក្រុងស្រុកថ្មីទាំង10បន្តកិច្ចសហការក្នុងការផ្ដល់សេវាដល់ស្ត្រីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង Gender លើកផែនការរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី4ឆ្នាំ2025